គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែងសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថាបច្ចុប្បន្ននេះក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងជាពិសេសក្នុងស្រុកសេសានកំពុងរងឥទ្ធិពលព្យុះទី20ឈ្មោះបូឡូយដោយសារផលប៉ះពាល់នេះបានធ្វើឲ្យបរិមាណទឹកភ្លៀងកើនឡើងនិងធ្វើឲ្យទឹកទន្លេកើនឡើងអាចនឹងមានទឹកជន់លិចក្នុងតំបន់មួយចំនួនសេចក្តីដែលបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រឃុំទាំង7នៃស្រុកសេសានមេត្តាជ្រាបជាព័ត៌មាននិងត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ចំពោះអាយុជីវិតមនុស្សផ្ទះសម្បែងទ្រព្យសម្បត្តិសត្វចិញ្ចឹមនិងជនងាយរងគ្រោះអាស្រ័យដោយបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាននិងត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុសូមអរគុណ